ស្មោះអ្នកណាគេខ្លះស្រឡាញ់សត្វឆ្កែចាអញ្ចឹងសត្វឆ្កែត្រូវបានគេចាត់ទុកថាជាសត្វមួយដែលមានភាពស្មោះត្រង់ជាមួយនឹងម្ចាស់ខ្លាំងជាងគេដែរព្រោះអីសត្វឆ្កែគឺតែងតែរងចាំម្ចាស់នៅពេលដែលម្ចាស់ត្រឡប់មកពីធ្វើការវិញមិនថាម្ចាស់មកពីដើរលេងមិនថាម្ចាស់ត្រឡប់មកពីកន្លែងណាទេអញ្ចឹងគឺតែងតែមានវត្តមានសត្វចិញ្ចឹមមួយនេះតែងតែមកនៅក្បែរគាត់មុនគេចាអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចេញទៅក្រៅអីអ្នកទាំងអស់គ្នាចំណាំមើលឆ្កែគឺតែងតែជូនដំណើរយើងមុនគេហើយក៏ជាអ្នកដែរមកឆាំយើងមុនគេដែរព្រោះសត្វឆ្កែគឺតែងតែស្មោះត្រង់នឹងម្ចាស់ស្រឡាញ់ម្ចាស់ហើយក៏តែងតែនៅក្បែរម្ចាស់ពេលខ្លះសត្វឆ្កែក៏អាចការពារម្ចាស់ផងដែរអញ្ចឹងឥឡូវនាំអ្នកទាំងអស់គ្នាមកមើលវីដេអូមួយចាដែលតាក់ទងជាមួយនឹងសត្វឆ្កែដែលអាចការពារម្ចាស់បានអញ្ចឹងសត្វឆ្កែទាំងអស់នេះគឺបានការពារម្ចាស់របស់ពួកគេចេញពីគ្រោះថ្នាក់ទាំងឡាយដែលមើលទៅគឺពិតជាអច្ឆរិយៈមែនទែនអ្នកនរគ្នាគឺយើងនឹកស្មានមិនដល់ថាគ្រោះថ្នាក់មួយហ្នឹងវាកើតឡើងទេអញ្ចឹងគាត់បានមើលឃើញហេតុការណ៍មួយហ្នឹងថាវាបំរុងនឹងមរម្ចាស់របស់គាត់ហើយអញ្ចឹងគាត់គឺតែងតែចង់ការពារម្ចាស់របស់គាត់មិនខ្វល់ថាគាត់ទៅបាត់បង់អាយុជីវិតខ្លួនឯងនោះទេអញ្ចឹងយើងក៏ដកសភាវគតិមួយដែលយើងដឹងអំពីសត្វឆ្កែគឺឆ្កែគឺមានភាពស្មោះត្រង់ខ្លាំងណាស់អ្នកនរគ្នាអញ្ចឹងដល់ពេលដែលអ្នកទាំងអស់គ្នាដាច់ចិត្តថោកចង់វាយឆ្កែឬក៏ចង់ធ្វើបែបណាប្រើអំពើខុសខើបែបណាទៅសត្វមួយប្រភេទនេះអ្នកទាំងអស់គ្នាត្រូវគិតថាតើនៅពេលដែលអ្នកទាំងអស់គ្នាចេញទៅខាងក្រៅនៅពេលដែលអ្នកទាំងអស់គ្នាមកវិញតើអ្វីដែលរត់មកទទួលអ្នកទាំងអស់គ្នាមុនគេហើយបើសិនជាឆ្កែមួយនោះឆ្លាញ់អ្នកទាំងអស់គ្នាទៀតច្បាស់ណាស់វាលោតអោបចលិតអ្នកទាំងអស់គ្នាអោបបត្រោងធ្វើដូចជានឹកអ្នកទាំងអស់គ្នាខ្លាំងណាស់អញ្ចឹងហើយបើអ្នកទាំងអស់គ្នាធ្លាប់មើលរឿង Hachi ចាដែលជារឿងពិតមួយកើតឡើងនៅក្នុងប្រទេសជប៉ុនអញ្ចឹងនៅក្នុងប្រទេសជប៉ុនគឺត្រូវបានគេធ្វើជារូបសំណាក Hachiko ដែលជាកូនឆ្កែមួយដែលមកវិញផ្ទះហ្នឹងគឺគាត់ត្រូវបានបុរសម្នាក់យកគាត់ទៅចិញ្ចឹមហើយគាត់ស្វែងរកម្ចាស់ដែរប៉ុន្តែស្វែងរកអត់ឃើញទេអញ្ចឹងត្រូវបានគាត់យកទៅចិញ្ចឹមស្រឡាញ់ទុកដូចជាសាច់ញាតិម្នាក់ដែរនៅក្នុងផ្ទះមួយហ្នឹងហើយ Hachiko ហ្នឹងគឺតែងតែមកចាំគាត់នៅស្ថានីយ៍រថភ្លើងជារៀងរាល់ពេលដែលគាត់មកពីធ្វើការវិញប៉ុន្តែថ្ងៃមួយហ្នឹងស្រាប់តែអត់ឃើញម្ចាស់ត្រឡប់មកវិញទេគាត់ចាំរហូតព្រោះតែម្ចាស់របស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ហើយអញ្ចឹងគឺគាត់អត់ដឹងទេគាត់ចេះតែទៅអង្គុយចាំជារៀងរាល់ថ្ងៃអស់រយៈពេលរហូតដល់10ឆ្នាំជាងឯណោះទៅគាត់ Hachiko នឹងឈប់រងចាំម្ចាស់ហើយក៏ស្លាប់ទៅតាមម្ចាស់អញ្ចឹងរឿងមួយនេះគឺក៏បានបង្រៀនអ្នកទាំងអស់គ្នាដែរថាសត្វមួយនេះគឺជាសត្វមួយដែលកំសត់មែនទេស្រឡាញ់ម្ចាស់ខ្លាំងបងព្រមទាំងបងអាយុជីវិតរបស់ខ្លួនឯងទៅនៅរងចាំម្ចាស់ហើយអ្នកណាហៅគាត់មកដែរចាព្រោះគាត់នៅរងចាំម្ចាស់របស់គាត់អញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់ទស្សនារឿងហ្នឹងអត់អញ្ចឹងបើសិនជាធ្លាប់បានទស្សនារឿងមួយហ្នឹងទេអ្នកទាំងអស់គ្នាអាចចូលទៅទស្សនារឿងមួយហ្នឹងបានចារឿងមួយហ្នឹងក៏ធ្លាប់បានបកប្រែជាភាសាខ្មែរដែរហើយក៏មានរយៈកាលយូរដែរហើយអញ្ចឹងដែលវាមានចំណងជើងថា Hachi ប៉ុន្តែឆ្កែនោះគឺមានឈ្មោះថា Hachiko ចាហើយរាល់ថ្ងៃហ្នឹងក៏មានរូបសំណាករបស់គេដែលនៅក្នុងប្រទេសជប៉ុនផងដែរហើយរឿងហ្នឹងត្រូវបានជនជាតិអាមេរិកគាត់យកទៅសម្ដែងដោយសារតែវាជារឿងពិតហើយធ្វើឲ្យវាតាក់ទងទៅនឹងអារម្មណ៍របស់សត្វទៅនឹងមនុស្សដូច្នេះហើយទើបធ្វើឲ្យរឿងមួយនោះមានភាពល្បីល្បាញខ្លាំងមែនទែនអញ្ចឹងអូខេអរគុណច្រើនអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តរឿង Hachi អាចចូលទៅមើលបានចាហើយអ្នកណាស្រឡាញ់ឆ្កែខ្លះអាច comment បានអូខេបាយបាយ